សួស្តីបងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះជួបជាមួយនឹងខ្ញុំទៀតហើយខ្ញុំថ្ងៃនេះនឹងបង្ហាញពីរបៀបដែលបងប្អូនចង់កាត់background ចោលយកតែរូបភាពដើម្បីយកទៅតាំងprofile YouTube ឬមួយធ្វើអីផ្សេងអញ្ចឹងណាបងប្អូនទាំងអស់គ្នាបាទខ្ញុំនឹងមកប្រាប់បងប្អូនទាំងអស់គ្នាឥឡូវបងប្អូនចាប់ផ្ដើមចូលទៅរូបភាពផងយើងតែម្ដងកន្លែងរូបភាពចេះបងប្អូនបាទហើយយើងរករូបណាមួយដែលដើម្បីយកទៅកាត់ចឹងណាបងប្អូនឥឡូវឧទាហរណ៍ខ្ញុំយករូបនេះរូបផងខ្ញុំដើម្បីយកទៅកាត់ទាំងអស់គ្នាឥឡូវយើងចុចលើរូបយើងមកដើម្បីវាលោតសញ្ញាមួយបាទនេះបងប្អូនវាលោតសញ្ញាបែបហ្នឹងយើងចុចលើនេះមកបាទលើនេះមកបាទហើយវាសម័យ story រូបនេះដែរបាទ sorry អញ្ចឹងសាមីបងប្អូនទាំងអស់គ្នាបាទហើយលោតចេញមកយើងចុចវាមកបងប្អូនទាំងអស់គ្នាចុចមកគឺវាមានសញ្ញាបែបនេះបាទសញ្ញាបែបនេះអញ្ចឹងយើងចុចដល់មកគឺវាកាត់ឲ្យហើយបាទឥឡូវយើងចាប់ដើមចូលទៅមើលទាំងអស់គ្នាតើកាត់បានអត់នេះបងប្អូនទាំងអស់គ្នាគឺកាត់បានហើយប៉ុន្តែរូបខ្លះគឺកាត់មកស្អាតតែរូបរបស់ខ្ញុំអញ្ចឹងវាអាចនឹងកាត់អត់ស្អាតអញ្ចឹងតែជាមួយខ្ញុំយករូបមួយទៀតដើម្បីឲ្យបងប្អូនទាំងអស់គ្នាឥឡូវរូបនេះវាដើរទេចុចមកបែបហ្នឹងមកគឺហើយតែម្ដងអញ្ចឹងយើងចុចមកអង្សាទៀតដើម្បីបញ្ជាក់បងប្អូនទាំងអស់គ្នាអញ្ចឹងណាបងប្អូនឥឡូវយើងយករូបហ្នឹងអូខេនេះឃើញគឺកាត់បានស្អាតមែនតើអញ្ចឹងចំពោះបងប្អូនយករូបកុំឲ្យវាជាប់background ក្រោយអញ្ចឹងណាបងប្អូនទាំងអស់គ្នាបាទមិនចង់ជាប់មាត់អញ្ចឹងគឺងាយមែនតើបាទវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាអរគុណចំពោះបងប្អូនដែលបានចូលមើលបាយ